ខ្ញុំបានបាត់បង់សមាជិកគ្រួសារចំនួន6នាក់នៅក្នុងរបបបល្ល័យពូជសាសន៍ខ្ញុំបានបាត់បង់ម្ដាយនិងគ្រួសារជាទីស្រឡាញ់របស់ខ្ញុំដោយសារតែការស្អប់ខ្ញុំបានបាត់បង់ប្តីនិងកូន3នាក់របស់ខ្ញុំចិត្តតែនឹងស្លាប់យើងជាជនជាតិខ្មែរអាមេរិកកាំងឆ្នាំនេះគឺជាខួបលើកទី50ចាប់តាំងពីការបល្ល័យពូជសាសន៍ខ្មែរក្រហមដែលបានយកជីវិតប្រជាជនយើង2លាននាក់ការបល្ល័យពូជសាសន៍នេះមិនបានចាប់ផ្ដើមភ្លាមនោះទេវាចាប់ផ្ដើមធ្វើឲ្យមានការបែកបាក់ធ្វើឲ្យអ្នកចិត្តខាងរបស់យើងឆ្លោះគ្នាប្រឆាំងនឹងគ្នាជាមួយនឹងមនុស្សដែលជ្រើសរើសយកការស្អប់ជាជាងមនុស្សធម៌ហើយវិនិច្ឆ័យអ្នកដទៃតាមគណៈបកនយោបាយវណ្ណៈសង្គមពូជសាសន៍សប្តាហ៍ថ្ងៃនេះនៅអាមេរិកយើងកំពុងតែឃើញសញ្ញាគ្រោះថ្នាក់នេះដូចគ្នា The Democrat Party's main constituency are made up of Hamas terrorists, illegal aliens, and violent criminals. Do you think Donald Trump is a fascist? Yes, I do. ជាមួយនឹងការបែងចែកជ្រុលនិយមយើងបានបាត់បង់ការយល់ឃើញអំពីតម្លៃនិងឧត្តមគតិរួមរបស់យើងសហគមន៍របស់ខ្ញុំយល់ច្បាស់ណាស់ថាផ្លូវនេះនឹងនាំយើងទាំងអស់គ្នាទៅដល់ណានៅពេលដែលការស្អប់បានចាក់ឫសវារីករាលដាលលឿនដូចភ្លើងឆេះព្រៃអញ្ចឹងវាបំផ្លាញអ្វីៗគ្រប់យ៉ាងដូចជាគ្រួសារសហគមន៍យើងអាចជ្រើសរើសការដោះស្រាយពីភាពខុសគ្នាតាមរយៈការសន្ទនាមិនមែនទៅតាមការទំនាស់នោះទេគឺយើងដោះស្រាយតាមរយៈការយល់ដឹងនិងសហការនិងការពិភាក្សាសូមបញ្ឈប់ការស្អប់នេះទៅមុនដែលវាមិនទាន់ហួសពេលអនាគតកូនចៅរបស់យើងអាស្រ័យទៅលើការជ្រើសរើសរបស់យើងធ្វើក្នុងថ្ងៃនេះ